ជំរាបសួរថ្ងៃនេះនឹងខ្ញុំសូមនិយាយអំពីបញ្ហាបាតកម្មហិង្សាការពិព្រឹកមិញដែលនៅមុខវិមានរដ្ឋសភាគឺថាក្រុមបាតកម្មមួយក្រុមតូចដែលដឹកនាំដោយក្រុមសម្ព័ន្ធសេនានិកលោកប៉ាន់ខែប៊ុនថនជាកូនចៅរបស់សម្ដេចហ៊ុនសែនដើម្បីទាមទារឲ្យលោកកឹមសុខាចុះចេញពីតំណែងអនុប្រធានរដ្ឋសភាហើយបដកម្មនេះដែរក៏បានវាយប្រហារមកលើលោកអបញ្ញចម្រើនហើយនឹងលោកគង់សុភាដែលជាតំណាងរាស្ត្ររបស់គណៈបក្សសង្គ្រោះជាតិយ៉ាងដំណំហើយមានទាំងតិចទាំងរថយន្តបាត់ទាំងសម្ភារៈមួយចំនួនផងដែរដែលនៅក្នុងរថយន្តហើយការវាយប្រហារយ៉ាងដំណំនេះខ្ញុំសូមសួរទៅខាងតុលាការវិញថាតើនេះគឺជាអំពើកុបកម្មឬក៏អត់ព្រោះកន្លងទៅជាមួយឆ្នាំនៅស្ពានបាតកម្មនៅស្ពាននេះគឺតុលាការបានចោទប្រកាន់មកលើក្រុមបាតកោរបស់គណៈបក្សសង្គ្រោះជាតិថាធ្វើកុបកម្មពេលនោះដែរគឺក្រុមបាត ID3 បានវាយប្រហារបង្ក្រាបមកលើក្រុមបាតកោហើយក៏មានការបន្ទុះសារាយគ្នាក៏មានរបួសទាំងសងខាងអញ្ចឹងហើយតែប៉ុន្តែតុលាការមិនបានផ្ដល់យុត្តិធម៌មកឲ្យគណៈបក្សសង្គ្រោះជាតិទេគឺថាចោទប្រកាន់ឲ្យគណៈបក្សសង្គ្រោះជាតិតំណាងរាស្ត្រទាំងសកម្មជនទាំងយុវជនគាំទ្រមួយចំនួនដែលគេចោទប្រកាន់ថាបានដឹកនាំកុបកម្មហើយក៏បានថ្កោលទោសពួកគាត់ជាប់ទោសមានអ្នកខ្លះ20ឆ្នាំមានអ្នកខ្លះ7ឆ្នាំហើយហេតុការណ៍នៅថ្ងៃនេះដែរនាងខ្ញុំសូមសួរទៅតុលាការថាតើលោកតុលាការដោះស្រាយយ៉ាងណាតើនេះគឺជាអំពើកុបកម្មឬក៏អត់តើលោករោមុខឃាតករោគមុខជនដៃដល់ដែលវាយប្រហារយ៉ាងដំណំមកលើតំណាងរាស្ត្រទាំងពីរឃើញឬក៏អត់ចាហើយហេតុការណ៍នេះក៏នាងខ្ញុំពុំឃើញមានសមត្ថកិច្ចណាបានកងកម្លាំងណាចុះមកធ្វើអន្តរាគមន៍តតែសោះហើយក៏មិនឃើញតាមប៉ុស្តិ៍ទូរទស្សន៍ណាបានផ្សាយតតែសោះចានាងខ្ញុំសូមឲ្យបងប្អូន share វីដេអូនេះផងសូមអរគុណ